យប់នៃខែសីហាទំនៀមបុរាណចិនគឺជាថ្ងៃបើកទ្វារនរកហាមដាច់ខាតធ្វើរឿងទាំងនេះតើអ្វីជាថ្ងៃបើកទ្វារនរកនោះដែលត្រូវនឹងខែសីហាហើយមានដំណំអ្វីខ្លះដែរជាការពិតយប់ថ្ងៃទី12ខែសីហាត្រូវនឹងថ្ងៃទី30ខែ6ចិនវេលាម៉ោង12យប់ជាថ្ងៃឆ្លងចូលខែ7ចិនទំនៀមបុរាណចិនគឺជាថ្ងៃបើកទ្វារនរកដែលប្រជាជនខ្មែរខ្សែស្រឡាយកូនកាត់ចិនមានដំណំតមកបច្ចុប្បន្នដូចតទៅហាមមិនឲ្យកូនចៅដើរជប់ប្រលប់ត្រូវឆាប់ចូលផ្ទះព្រោះតាមដងផ្លូវមានពពួកផ្លូវងងឹតដូចជាខ្មោចអនាថាចេញដើរខ្លាចប៉ះពៀនៅពេលរាសីយើងស្រុតចើពេលយប់ហាមស្រែកលូឡានិងសំឡេងកងរំពងខ្លាំងៗដែលនាំឲ្យពពួកផ្លូវងងឹតងាយនឹងឆាប់ឃើញយើងដំណើរផ្លូវឆ្ងាយជាវៀងពេលយប់បើមិនចាំបាច់រយៈពេល1ខែពេញនៅក្នុងខែ7ចិនយើងអាចសែនខ្មោចអនាថានៅមុខផ្ទះនិងតាមទីស្ងាត់តាមដងផ្លូវដើម្បីជូនដល់ប្រឡងខ្មោចអនាថាទាំងអស់ដើម្បីសុំសុខសប្បាយនិងរកទទួលទានមានបានដែលឡែកមួយទៀតនៅក្នុងខែ7ចិនមានពិធីបុណ្យមួយដែលបងប្អូនខ្មែរខ្សែស្រឡាយកូនកាត់ចិនតែងប្រារព្ធធ្វើនោះគឺបុណ្យសែនស៊ីកូវគឺជាបុណ្យសែនប្រឡងខ្មោចអនាថានៅតាមវត្តទន្ទឹមនឹងនេះដែរវិហារចិនដែលកម្មវិធីនោះមានដូចជាមានការចែកទាននិងធ្វើបុណ្យជូនចាស់ជរាជនក្រីក្រដែលខ្វះខាតជាដើមបញ្ជាក់ខែ7ចិនជាទំនៀមទម្លាប់ដែលគេហៅថាខែខ្មោចមិនមានឆុងឆ្នាំឡើយនេះបើយោងតាមเพจ Facebook របស់លោកគ្រូចិនសែសូវប៊ុនត្រីបើយោងតាមលោកគ្រូចិនសែម្នាក់ទៀតដែលមានបណ្ដាញសង្គមឈ្មោះថា Origin Self Singapore ថាការបើកទ្វារខ្មោចឬទ្វារនរកឆ្នាំ2026ការថ្វាយបង្គំជាទង្វើសប្បុរសធម៌មួយនាំមកនៅពរជ័យដល់មនុស្សទាំងអស់ចូលរួមព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះដើម្បីឧទ្ទិសកុសលដល់បុព្វបុរសឪពុកម្ដាយមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅម្ចាស់បំណុលកម្មនិងសត្វលោកទាំងអស់ដើម្បីនាំមកនៅសន្តិភាពការការពារនិងភាពសុខដុមរមនាជំរើសនៃការថ្វាយបង្គំការឧទ្ទិសផ្ទាល់ខ្លួនការថ្វាយបង្គំដែលត្រូវបានរៀបចំសម្រាប់បុព្វបុរសមនុស្សជាទីស្រឡាញ់ឬម្ចាស់បំណុលកម្មបើកទ្វារខ្មោចបុណ្យកុសលនិងសំណាងល្អប្រទានពរដល់ផ្ទះរបស់អ្នកថ្ងៃទី1នៃខែទី7តាមច័ន្ទគតិថ្ងៃទី13ខែសីហាឆ្នាំ2026គឺជាថ្ងៃបើកទ្វារខ្មោចសូមឆ្លៀតឱកាសមាសនេះដើម្បីលួសបាបកម្មរបស់អ្នកនិងផ្លាស់ប្ដូរវាសនារបស់អ្នកអធិដ្ឋានសម្រាប់ក្រុមគ្រួសាររបស់អ្នកធ្វើបុណ្យដល់ភ្នូដូនតានិងអធិដ្ឋានដោយក្តីមេត្តាករុណាសម្រាប់អ្នកដែលបានស្លាប់ដោយប្រមូលបានបុណ្យកុសលដ៏មិនអាចវាស់វែងបានពេលវេលាថ្វាយភ្លើងថ្ងៃទី13ខែសីហាឆ្នាំ2026ដែលត្រូវនឹងថ្ងៃប្រហ័សម៉ោង7ល្ងាចដល់ម៉ោង9យប់ការធ្វើបុណ្យកុសលដ៏ពេញនិយម1កញ្ចប់បុណ្យក្រដាសមាសនិងប្រាក់រួមបញ្ចូលក្រដាសមាសនិងប្រាក់បុណ្យចម្រុកភ្នូដូនតានិងចង្កៀងសម្រាប់អ្នកស្លាប់ដើម្បីផលប្រយោជន៍ដល់សត្វលោកទាំងអស់2កញ្ចប់ចង្កៀងដល់ទេវភាពទាំង7បុណ្យដល់ចង្កៀងការពារធម៌ទាំង7បំភ្លឺពិភពលោកក្រោមដីរយៈពេល7ថ្ងៃសម្រាប់ការអធិដ្ឋាននិងពរជ័យ3បុណ្យដល់ប្រឡងវង្វេងទាំងអស់បុណ្យបួសអាហារនិងភេសជ្ជៈដែលរៀបចំជាពិសេសនិងចុងក្រោយទី4បរិច្ចាគដល់ផ្ទះបើកទ្វារឋាននរកផ្ដល់ជំរកសុវត្ថិភាពសម្រាប់ប្រឡងវង្វេងនិងប្រមូលកុសលផលបុណ្យ